ឲ្យទៅមិនទៅនៅទៅចេញទៅសុខសប្បាយណាមានសួរបងប្អូនអរគ្នាមួយរយៈនេះអត់បានធ្វើវីដេអូចែកម្លែកឲ្យបងប្អូនមើលឲ្យដោយសារការងារញឹកទេបងប្អូនជាប់ប្រមូលផលភាសាត្រីរបស់ខ្ញុំធ្វើការបុកចំណីហ្នឹងទៅរវល់មកវាចិត្តមួយខែហ្នឹងហើយឥឡូវឃើញដាក់មងពោះឥឡូវបានបងប្អូនតែសម្ោចស៊ីបងប្អូនអានេះមិនមែនក្រង់សម្ោចស៊ីអានេះប្រភេទពោះព្រៃបងប្អូនបាទមួយដៃនេះខ្ញុំកន្លែងទៅខាងនោះឃើញមួយទៀតបងប្អូនខាងដាក់យួរបងប្អូនអើយរវល់ពេកអញ្ចឹងនេះទុកសិនវាអត់តស្អុយបងប្អូនទៅមកងាប់ទេនៅខាងនោះមួយទៀតមើលអត់សពមិញរត់ដើរទៅវិញទៅដល់ពេលកន្លែងមើលខាងនោះមានអារម្មណ៍ថាដូចមងសាច់មងរមូដល់ពេលកន្លែងទៅឃើញជាប់មួយទៀតបងប្អូននេះព្រៃជាប់មាត់ស្ទឹងបងប្អូនតែស្ទឹងនេះគេប្រហូរទឹកពីមកអាចជ្រុកដល់ពេលអញ្ចឹងទៅយើងធំក្លិនបងប្អូនអានេះក៏ធំបងប្អូននេះនេះស្មោចចាប់ដើមលេងដែរណាបងប្អូនអើយបើមកអត់តាន់ទេស្មោចស៊ីបាត់ហើយធំដែរបងប្អូនមួយប្រហែលជាអានេះចូល1គីឡូបងប្អូនពោះនេះអានេះក៏ព្រៃដែរបងប្អូនដោយសារតែតំបន់នេះវាសវោពោះសង្សឿហើយនឹងប្រភេទពោះព្រៃណាបងប្អូនអញ្ចឹងទៅសម្រាប់ពោះព្រៃយើងប្រើសាច់សំណាញ់ឬសាច់មងយើងនឹងប្រើកាឡា3ត្រូវហើយពោះព្រៃក៏វាឆ្ងាញ់មួយយ៉ាងដែរបងប្អូនពឹងថាឆ្ងាញ់ជាពោះសង្សឿទៀតបាទនេះធំសិតជាចូលលំដាប់បងប្អូនពោះព្រៃពួកវាជួយចិត្តរស់នៅតាមប្រភេទនេះមេអស័យប្រេអស័យណាបងប្អូនមានប្រេអស័យមានអីទៅវាជួយចិត្តរស់នៅហើយយើងដាក់មងទៅក៏មានអាកាសចោលដែរបងប្អូនរវល់ពេកបងប្អូនអើយមួយរយៈនេះអត់មានពេលធ្វើវីដេអូដើម្បីចែកម្លែកបងប្អូនមើលកំសាន្តហើយណាមួយនៅតំបន់នេះវាប្រភេទពោះហ្នឹងវាដូចជាអត់មានអីប្លែកលើសពីនឹងទៀតដែលខ្ញុំតាមរកណាបងប្អូនអាពីច្រើនគឺប្រភេទស្តាំងសឿហើយនឹងប្រភេទពោះព្រៃនិងមួយទៀតគឺពោះវែកបាទក្រៅពីហ្នឹងដូចជាមិនសូវស្រួលហ្មងណាបងប្អូនតាក់ទងនឹងពោះអីគេសកាចាស់ស្កាយដែលបងប្អូនយើងផលិតមាតិកាពីពោះស្កាចាស់អញ្ចឹងណាបងប្អូននៅនេះអត់មានទេតែភេទពោះព្រៃស្តាំងសឿគឺស្រួលហ្មងហើយនេះក៏មកតន់បងប្អូនមកតន់វិញនេះមកតន់អានេះស្ទីបាត់ទៀតនេះចាប់ដើមរោមបន្តវាស៊ីសាច់ពោះដែរពេលសត្វនេះបាទឥឡូវព្រឹកនេះយើងបាន2ហើយបងប្អូនតែពោះព្រៃទាំង2សម្រាប់ខ្ញុំដែលដាក់មងពោះទនេពីការងារបងប្អូនពេលខ្ញុំចង់បានគឺចង់បានពោះសង្សឿច្រើនពោះសង្សឿពីច្រើនកាឡា4នេះចូលសិតតែ1គីឡូជាងណាបងប្អូនបាទអញ្ចឹងទៅពោះព្រៃវាយើងដាក់កាឡា4អត់ចូលទេផុតហើយផុតកាឡា3យើងនេះបងប្អូនកាឡា3នេះយើងដាក់យកពោះព្រៃបានណាបងប្អូនស្តង់ដាវាគឺកាឡា3នឹងតែម្ដងពោះព្រៃបាទចូលកាឡា4គឺអត់ជាប់ទេហើយខ្ញុំដាក់នេះដូចជាមួយអាទិត្យបងប្អូនវាអត់តន់ឃើញសង្សឿជាប់ទេតែពោះព្រៃខ្ញុំដើរមកជាប់ជួបច្រើនបងប្អូនជួបតែគាត់ថាវាអត់តន់ជាប់មកអញ្ចឹងហើយសមិញឲ្យបានមកមើលណាមួយវិញភ្លៀងផងបងប្អូនបានវិញភ្លៀងផងដល់ពេលអញ្ចឹងទៅមកឃើញខ្ជិលមកមើលចាំព្រលឹមឡើងណាបងប្អូននេះបាន2អានេះខ្ញុំកាត់ក្បាលចោលតែថាវាស្មោចវិសទីក្បាលអញ្ចឹងណាបងប្អូនដល់ប៉ុណ្ណេះមួយឆ្នាំងធំយើងយកទៅស្ងោរជ្រក់អញ្ចឹងបងប្អូនប្រភេទពោះមិនថាពោះព្រៃមិនថាតាំងសឿឬពោះវែកពោះអីបងប្អូនតាក់តងចំណងចំណូលចិត្តដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងការយកវាធ្វើទៅជាម្ហូបណាជាទូទៅគឺស្ងោរជ្រក់ឆ្ងាញ់ជាងគេគឺស្ងោរជ្រក់បងប្អូនអ្នកខ្លះគេយកទៅខឬថាយកទៅជូរព្រៃជូរក្រាក់អញ្ចឹងតាមចំណងចំណូលចិត្តតែខ្ញុំភាគច្រើនគឺខ្ញុំយកទៅស្ល
ស្ងោជ្រក់យើងហ្នឹងយើងដាក់ខ្លាញ់ហើយលីងកឲ្យរៀងឡើងពងកលាតតមកដាក់កលក្រីអញ្ចឹងទៅលគុយសោយអីមួយគ្នាអញ្ចឹងបងប្អូនមើលឡើងពងកលាតហើយចាំយើងដាក់សាច់ពោះមកងោឲ្យចេញទឹកព្រៃវាបាត់ក្លិនឆ្អាបពេលដែលពោះចេញទឹកព្រៃហើយយើងដាក់ស្ករអំបិលប៊ីចេងតាមរសជាតិដែលយើងចង់បានហើយឲ្យវាពុះមកតិចទៀតយើងដាក់ទឹកទៅយកប្រមាណដែលយើងចង់បានកន្លះឆ្នាំងឬមួយឆ្នាំងតាមប្រភេទសាច់ពោះរបស់យើងច្រើនតិចអញ្ចឹងណាបងប្អូនពេលដែលឆ្អិនហើយដាក់ស្លឹកក្រូចសើចដាក់នេះដាក់ជីបងប្អូន sorry បាទដាក់ជីបាច់ក្រូចឆ្មាទៅគឺទោះបីយើងហូបវាហិនតិចតិចក៏អត់ស្អាតដែរណារបៀបស្ងោជ្រក់ពោះមិនថាពោះព្រៃមិនថាពោះសាំងស្ទើរសជាតិវាពេលស្ងោហើយរសជាតិមួយយ៉ាងម្នាក់សឹងថាពោះព្រៃឆ្ងាញ់ជាងផងបងប្អូនបាទឥឡូវយើងជួបគ្នាប៉ុណ្ណឹងអានេះវានៅរស់ដែរតែចង់សង្ងល់បងប្អូននេះប្រភេទពោះនេះស្លូតទេបងប្អូនវាអត់កាចទេតែគាត់ថាវាខំវាអីចឹងទៅវាធ្វើឲ្យយើងមុតថ្មិញមុតឲ្យវាដែរបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយហើយសម្រាប់បងប្អូនដែលស្រឡាញ់រាប់អាននៅការផលិតមាតិកាទាក់ទងនឹងការស្វែងរកពោះផ្សេងៗបងប្អូនសូមជួយ Subscribe នៅ Channel វីដេអូខ្ញុំបាទផងដោយសារតែពេលដែលយើងផលិតមាតិកាមានគេ Subscribe ក៏ដូចជាបងប្អូនទេសនាឲ្យពេញចិត្ត Subscribe គឺមានកម្លាំងចិត្តធ្វើហ្មងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទបងប្អូនឥឡូវយើងដាក់បានមួយដៃទៀតហើយបងប្អូននេះនេះទឹកស្ទឹងកំពុងតែហូរបងប្អូនហើយនេះគឺជាម៉ងរបស់យើងបាទយើងដាក់កាត់ចឹងមកបងប្អូនដាក់កាត់ចឹងមកដល់ពេលពុះជាទូទៅវាអញ្ចឹងបាទវាកាត់ក្នុងស្ទឹងអញ្ចឹងទៅយើងដាក់កាត់ទៅកម្រមានពោះណាវាអញ្ចឹងបងប្អូនពីច្រើនពោះវារកមកស្ទឹងយើងបាទអញ្ចឹងយើងចាំអត់មើលទាំងអស់គ្នាថាមួយថ្ងៃបើយើងអាចយកវាបានបងប្អូនណាបងប្អូនតើតើនឹងជីវិតនៅជនបទបងប្អូនណាគឺខ្លះវាអបស្តុកក្នុងការរស់នៅអញ្ចឹងបងប្អូនតើតើនឹងជីវិតរស់នៅស្រុកស្រែជនបទគឺខ្លះទៅក៏យើងយកពេលវេលាទន្លេរបស់យើងរកនេះរកនោះដើម្បីជាការកំសាន្តរបស់យើងផងហើយដើម្បីកុំឲ្យទន្លេច្រើនផងបងប្អូនព្រោះស្រុកស្រែចំការវារស់នៅជាមួយធម្មជាតិហើយតែការយើងទៅពឹសដៃទៅពឹសជើងតិចបងប្អូនព្រោះយើងរំពឹងលើស្រែចំការទាំងស្រុងអត់កើតទេយើងរកនេះរកនោះបងប្អូនអានេះទឹកច្រោះល្អមានរូងមានអីធ្លាក់ទៅដៃស្ទឹងហើយអត់ដឹងថាលទ្ធផលវាយ៉ាងម៉េចទេតែឃើញតំណងអញ្ចឹងខ្ញុំរៀបហើយសិនតាមហើយខ្ញុំចែកលើបងប្អូនមើលបន្តទៀត